របៀបភ្ជាប់ VPN និងការប្រើប្រាស់ VPN អញ្ចឹងបងប្អូនយើងចង់ចេះប្រើប្រាស់ VPN សូមមើលវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញចែកជូនដល់បងប្អូនយើងទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចចុចចែករំលែកវីដេអូនេះម្នាក់មួយផងបងប្អូនណាអញ្ចឹងយើងចូលមកក្នុង Play Store មកបងប្អូនទាំងអស់គ្នាចូលមក Play Store អ្នកទាំងអស់គ្នាគឺបងប្អូនវាយតាមខ្ញុំណាបាទសូមវាយតាមខ្ញុំ Super VPN បាទវាយ Super VPN អញ្ចឹងមកណាបាទតមកអ្នកបងប្អូនចុចលើមក search រកមើលមកអញ្ចឹង VPN មានច្រើនបងប្អូនណាបាទអញ្ចឹងពេលណាដែលមានច្រើនតើយើងត្រូវយកមួយណាបងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងបងប្អូនចំណាំទៅនេះបាទ VPN នេះឃើញទេចំណាំហ្នឹងទៅចុចលើមកបាទអញ្ចឹងបងប្អូនយើងចំណាំថានេះSuper Softex បាទអញ្ចឹងបងប្អូនទាំងអស់គ្នានេះបងប្អូនទាំងអស់គ្នានេះ VPN នេះបងប្អូនចំណាំបែបហ្នឹងទៅណាបើរកអត់ឃើញចាំតាក់ទងមកខ្ញុំមកចាំខ្ញុំឲ្យបងប្អូនយើងកឡើងតាម file ចឹងទៅណាបាទអានោះបើសិនបងប្អូនរត់ឃើញចូលមកប៉ុន្តែចំណាំនេះបាទ Super Softex បាទបងប្អូនចំណាំបែបហ្នឹងហើយយើងចុច install មកបាទយើងរងចាំតិចទៅបងប្អូនណាខ្ញុំប្រាប់អំពីរបៀបភ្ជាប់ហើយនឹងការប្រើប្រាស់ VPN ណាហ្នឹងហើយបាទអញ្ចឹងពេញបងប្អូនទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាគឺយើងយកកន្លែង open មកបាទចុចលើ open មកបាទបន្ទាប់មកបងប្អូនយើងយកពាក្យថា allow ចុចលើពាក្យថា allow នឹងមកបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាយើងយកអានេះសិនមកនេះបាទកន្លែង don't show again ចុចលើកន្លែងនេះសិនមកបាទបន្ទាប់មកចេញអញ្ចឹងបងប្អូនយើងប្រើ free load ពាណិជ្ជកម្មអីចឹងម្ដងអញ្ចឹងណានឹងម្ដងមួយកាលអញ្ចឹងទៅបាទអញ្ចឹងយើងរងចាំឲ្យដើរពេញសិនបាទបន្ទាប់មកបងប្អូនចុចកន្លែងនេះណានេះចុចកន្លែងនេះមកព្រួយអញ្ចឹងចុចខ្វែងកន្លែងហ្នឹងមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងនឹងមុនធ្វើការ connect យើងត្រូវជ្រើសរើសយកនៅប្រទេសណាដែលយើងចង់ភ្ជាប់ទៅអញ្ចឹងណាបាទអញ្ចឹងយើងចុចកន្លែង auto select នេះចុចចំកន្លែងព្រួយហ្នឹងមកបងប្អូនបាទអញ្ចឹងបងប្អូនទាំងអស់គ្នាមានប្រទេសជាច្រើនទៀតចឹងទៅណាបាទអញ្ចឹងបងប្អូនយើងចង់ភ្ជាប់ទៅប្រទេសណាមួយចឹងទៅបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំយក US បាទប្រទេសអាមេរិកចឹងទៅណាបាទចុចលើហ្នឹងមកថិចលើហ្នឹងមកបាទអញ្ចឹងយើងបានយកប្រទេសUS ហើយបន្ទាប់មកយើងចុចពាក្យថា connect បាទចុចពាក្យថា connect មកបន្ទាប់មកបងប្អូនចេញអញ្ចឹងបងប្អូនយកពាក្យថាអូខេយើងរងចាំសិនដើម្បីឲ្យ load បាទពេលយើង connect យើងរងចាំឲ្យ load បាទឃើញសញ្ញានៅលើអេក្រង់ខាងលើក្បែរអ៊ីនធឺណិតរបស់យើងបងប្អូនទាំងអស់គ្នានេះ load បែបហ្នឹងនេះឃើញបងប្អូនមើលឃើញខាងលើនេះគ្នាឃើញសញ្ញា load មកហើយដូចកូនសៅហ្នឹងបាទហ្នឹងហើយអញ្ចឹងយើងភ្ជាប់បានហើយអញ្ចឹងយើងចង់ដឹងថាភាគរយនៃការភ្ជាប់ហ្នឹងបានប្រមាណភាគរយបងប្អូនចូលមក Chrome បាទចុចចូលមក Chrome របស់យើងមកយើងចូលទៅមើលនេះចុចចូល Chrome បាទយើងរងចាំបន្តិចបន្ទាប់មកយើងចុច search ទៅបងប្អូនសូមវាយតាមខ្ញុំបាទ who បាទបងប្អូនវាយមក whoever ណាបាទ whoever.net បាទនេះបងប្អូនយើងវាយ whoever.net ចឹងមកនេះនៅខាងលើហ្នឹងចុចលើកន្លែងហ្នឹងមកបាទអញ្ចឹងមាន website បែបហ្នឹង whoever.net ណាបងប្អូនចុចចំកន្លែងហ្នឹងទៀតមកបាទអញ្ចឹងយើងរងចាំបន្តិចទៅដើម្បីឲ្យចូលមកដំណើរការល្អបាទបន្ទាប់មកចេញអញ្ចឹងបងប្អូនយើងគេឲ្យយើងភ្ជាប់បាទយើងអូសធ្វើម៉េចឲ្យត្រូវនេះកន្លែងហ្នឹងហើយយើងអូសអានេះធ្វើម៉េចឲ្យត្រូវកន្លែងនេះដើម្បីចូលទៅបាទបងប្អូនចាំមើលណាយើងអូសឃើញអត់យើងអូសដាក់ចំកន្លែងណាដែលគេចង់នេះមកហើយពលាញដៃណាពេលដាក់ចំហើយពលាញដៃមកបាទអញ្ចឹងយើងចូលមកនេះបាទបងប្អូនអញ្ចឹងបងប្អូនយើងមើលទៅកន្លែងនេះគឺស្ថិតនៅក្នុង IP វាគឺនៅក្នុងនេះណាបងប្អូនបាទលេខ IP ហើយនេះគឺស្ថិតនៅប្រទេស New York បាទ United States បាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចង់ដឹងថាភាគរយនៃការភ្ជាប់បាទVPN ហ្នឹងមានប្រមាណភាគរយដើរលឿនឬមួយក៏ដើរយឺតបងប្អូនអូសទៅលើទៅអូសទៅលើអ្នកទាំងអស់គ្នាយើងមកមើលកន្លែងនេះឃើញទេអញ្ចឹងបើកន្លែងនេះមានត្រឹម 90% អាហ្នឹងបាទល្អបងប្អូនបាទបើសិនតែបាន 100% រឹតតែល្អទៀតបងប្អូនណាបាទភាគច្រើនពេលខ្លះភ្ជាប់ទៅខ្សោយយើងបានតែ 80% អីឬមួយក៏85អញ្ចឹងណាហ្នឹងហើយឬមួយក៏70អញ្ចឹងទៅប៉ុន្តែនេះបាន 90% បាទបាន 90% គ្រាន់បើហើយបាទបើខ្ពស់ជាងគេបំផុតនោះគឺ 100% ណាបងប្អូនទាំងអស់គ្នាហ្នឹងហើយបាន 100% គឺអេមបាទដំណើរការល្អអញ្ចឹងនៅពេលណាដែលយើងបានភ្ជាប់ VPN អញ្ចឹងហើយបងប្អូនទាំងអស់គ្នានឹង
យើងអាចចូលមើលនៅក្នុង Facebook ក្តីចូលទៅមើលអីក្តីផ្សេងៗណាបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងគឺយើងមើលទៅវាទូលំទូលាយទោះបីចូលមើល Facebook បាទបើសិនជាគេនៅបរទេសគេបិទប្រទេសបិទអីដូចថាប្រទេសយើងហ្នឹងគេអត់ចង់ឲ្យយើងឃើញហ្នឹងអញ្ចឹងពេលណាដែលយើងប្រើ VPN គឺយើងបានមើលឃើញទោះគេបិទក៏ដោយក៏យើងនៅតែមើលឃើញដែរបងប្អូនណាបាទហើយសម្រាប់បងប្អូនយើងដែលចង់រកលុយយើងភ្ជាប់ VPN យើងភ្ជាប់បែបហ្នឹងដូចគ្នាក៏ប៉ុន្តែនៅយើងនៅ fake GPS មួយទៀតបាទយើងនៅធ្វើការភ្ជាប់ GPS មួយទៀតបងប្អូនណាបាទ fake GPS ណាអាហ្នឹងសម្រាប់អ្នកដែលរកលុយអញ្ចឹងទៅបាទអានេះបែបនេះគ្រាន់តែចូលមកដើម្បីយើងមើលបាទព័ត៌មានអីផ្សេងបាទមើលនៅក្នុងបណ្ដាញសង្គម social អីចឹងទៅបាទនៅតាមបណ្ដាប្រទេសអីផ្សេងគឺបានឃើញសពបែបយ៉ាងចឹងទៅបងប្អូនណាបាទហើយនៅពេលណាដែលយើងចង់ផ្ដាច់នៃការភ្ជាប់វិញបងប្អូនទាំងអស់គ្នាយើងចូលទៅផ្ដាច់ VPN វិញចុចចូលមកបាទហើយយើងចុចកន្លែងព្រួយនេះមកបើចេញអញ្ចឹងណាបាទហើយយើងអ្នកទាំងអស់គ្នាគ្រាន់តែចុចលើកន្លែងហ្នឹងមកបាទកន្លែង disconnect នេះចុចលើហ្នឹងមកបាទអញ្ចឹងយើងបានផ្ដាច់ VPN វិញបងប្អូនណាបាទបើសិនចង់ភ្ជាប់វិញយើងចុចលើហ្នឹងទៀតទៅ